ជំរាបសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីទៀតហើយនេះគឺជាសកម្មភាពជូនភ្ញៀវជនជាតិអ៊ីស្រាអែលចំនួន35នាក់មកទស្សនាបឹងទន្លេសាបយើងនេះពុកម៉ែបងប្អូនអរគ្នាជាពិសេសនោះគឺសហគមន៍ចុងគ្នាដែលយើងអាចមើលឃើញពីភូមិបណ្ដែតទឹកអញ្ចឹងដំណើរកំសាន្តនេះគឺមិនមែនធ្វើដំណើរតែមកទស្សនាបឹងទន្លេសាបមួយមុខទេគឺពួកយើងបានទៅលេងប្រាសាទបុរាណខ្មែរហើយក៏បានធ្វើដំណើរទៅខេត្តកំពង់ធំនិងភ្នំពេញផងដែរប៉ុន្តែឥឡូវនេះគឺពួកយើងកំពុងតែធ្វើដំណើរទៅសហគមន៍ចុងគ្នាសហគមន៍ចុងគ្នានេះគឺមានចម្ងាយប្រហែលតែ10នាទីទៅប៉ុណ្ណោះពីក្រុងសៀមរាបពុកម៉ែបងប្អូនគ្នាហើយនៅជាប់នឹងភ្នំក្រោមតែម្ដងសហគមន៍ចុងគ្នានេះគឺមានភូមិចំនួន7ពុកម៉ែបងប្អូនគ្នាតែមានប្រជាជនត្រឹមតែ5800នាក់តែប៉ុណ្ណោះនៅក្នុងសហគមន៍នេះគឺផ្ទះបណ្ដែតលើទឹកពុកម៉ែបងប្អូនគ្នាមានទាំងផ្សារបណ្ដែតទឹកមានទាំងសាលាបណ្ដែតទឹកហើយមានទាំងផ្ទះឬក៏ភោជនីយដ្ឋានបណ្ដែតទឹកផងដែរពុកម៉ែបងប្អូនគ្នាឥឡូវនេះពួកយើងកំពុងតែធ្វើដំណើរទៅបណ្ដាហើយប៉ុន្តែមុននឹងទៅដល់កន្លែងហ្នឹងយើងក៏បានបញ្យល់ប្រាប់ភ្ញៀវពីសកម្មភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋផងដែរប៉ុន្តែមុននឹងបញ្យល់គឺខ្ញុំទៅបញ្យល់ទៅមេក្រុមទេពុកម៉ែបងប្អូនគ្នាដោយសារតែជនជាតិអ៊ីស្រាអែលពួកគាត់មានអ្នកខ្លះស្ដាប់ភាសាអង់គ្លេសបានមានអ្នកខ្លះគាត់អត់ចេះនិយាយភាសាអង់គ្លេសទេអញ្ចឹងមានតែមេក្រុមមួយប៉ុណ្ណោះដែលគាត់អាចបកប្រែពីភាសាអង់គ្លេសមកកាន់ភាសាអ៊ីស្រាអែលបានអញ្ចឹងមុននឹងឡើងទូកខ្ញុំក៏បានបញ្យល់ប្រាប់នឹងផ្ដល់ព័ត៌មានប្រាប់ទៅកាន់មេក្រុមរួចហើយគ្រាន់តែពេលយើងឡើងទូកមកគឺមេក្រុមបកប្រែពីភាសាអង់គ្លេសទៅជាភាសាអ៊ីស្រាអែលឥឡូវនេះគឺយើងមកដល់សហគមន៍ចុងគ្នាហើយពុកម៉ែបងប្អូនគ្នានេះគឺជាផ្ទះបណ្ដែតទឹករបស់អ្នកភូមិដែលរស់នៅលើបឹងទន្លេសាបនេះហើយយើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយពីកន្លែងមួយទៅកន្លែងមួយឥឡូវនេះគឺកំពុងតែធ្វើដំណើរហើយផ្តិតយករូបភាពស្អាតហើយនឹងសិក្សាពីការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នឹងពុកម៉ែបងប្អូនអ្នកគ្នាឃើញឈើដោតជ្រងច្រាំងហ្នឹងគឺជាបង្គោលដើម្បីផ្សារភ្ជាប់ជាមួយទៅនឹងផ្ទះបណ្ដែតទឹកដើម្បីកុំឲ្យផ្ទះហ្នឹងអណ្ដែតទៅតាមទឹកចឹងណាពុកម៉ែបងប្អូននៅគ្នាឃើញនេះបង្គោលនេះហើយឥឡូវនេះគឺពួកយើងបានមកដល់សាបណ្ដែតទឹកឬក៏ហៅថាភោជនីយដ្ឋានបណ្ដែតទឹកនៅទីនេះគឺយើងមានលក់របស់របរស្អីក៏មានដែរពុកម៉ែបងប្អូនទាំងសម្លៀកបំពាក់តាំងពីវត្ថុអនុស្សាវរីយ៍បន្ថែមពីនោះទៀតគឺក៏មានការចិញ្ចឹមសត្វក្រពើដែរពុកម៉ែបងប្អូនអរគ្នានេះគឺជាកន្លែងចិញ្ចឹមក្រពើណាឥឡូវហ្នឹងឃើញបាត់ភ្ញៀវហ្នឹងមិនមែនភ្ញៀវតាណាណាពុកម៉ែបងប្អូនអរគ្នាភ្ញៀវកំពុងតែចូលទិញអីវ៉ាន់ហើយនឹងដើរលេងកម្សាន្តមើលទស្សនវិជ្ជានៃបឹងទន្លេសាបនិងភូមិបណ្ដែតទឹកណាពុកម៉ែបងប្អូនអរគ្នានេះគឺជាផែនទីប្រទេសកម្ពុជាហើយបង្ហាញអំពីប្រភេទត្រីដែលរស់នៅក្នុងបឹងទន្លេសាបនេះហើយនេះពួកគាត់កំពុងតែសម្រាកញ៉ាំកូកាដូងអីចឹងណាអង្គុយលេងពិភាក្សាគ្នាលេងហើយជាខ្ទង់5-10នាទីក៏បានពួកយើងក៏បានធ្វើដំណើរបន្តទៅឡានវិញចឹងចេញទៅឡានវិញដើម្បីធ្វើដំណើរទៅទីក្រុងភ្នំពេញហើយនេះគឺកំពុងតែជិះទូកពុកម៉ែបងប្អូននេះជិះទូកត្រឡប់ទៅវិញហើយក៏មានទូកគេមកបដើដែរចឹងមានន័យថាយើងភៀវទេសចរហ្នឹងគឺយើងមានរហូតយើងចេញគេចូលយើងចូលគេចេញអញ្ចឹងអានេះគឺធ្វើដំណើរទៅទីក្រុងភ្នំពេញតាមផ្លូវហ្នឹងក៏ដាក់ថតវីដេអូលេងតិចតួចអីចឹងទៅហើយដោយសារតែឃើញទេសភាពស្អាតពេកជាពិសេសនោះគឺដើមត្នោតហើយនឹងផ្ទះបុរាណខ្មែរយើងមើលទៅគឺស្អាតទាញមែនតើនឹងទេសភាពបែបនេះគឺពួកគាត់រំភើបហើយពួកគាត់ចង់ដឹងចង់ឃើញមែនតើទៅដល់ណាក៏ឈប់ថតរូបថតអីដែរពុកម៉ែបងប្អូនអរគ្នាចេញពីកន្លែងមួយទៅកន្លែងមួយចំណាយពេលយូរពុកម៉ែបងប្អូនគ្នានេះគាត់ថតផងគាត់ទិញពោតទិញអីញ៉ាំអញ្ចឹងណាហើយខ្ញុំទិញមួយដែរព្រោះហេវដែរថ្ងៃត្រង់ដែរអញ្ចឹងទិញមួយទ្របកាហ្វេសិនណាឥឡូវនេះចូលហាងកាហ្វេនេះហើយភ្ញៀវកំពុងតែទិញកាហ្វេញ៉ាំកាហ្វេពីឡោះនេះប្រហែលជាខ្ទង់ម៉ោងទៅដល់ហ្នឹងប្រហែលជាម៉ោង1ពុកម៉ែបងប្អូនគេម៉ោង1ពេញហេវបាយពុកម៉ែបងប្អូននេះភ្ញៀវច្រើនអញ្ចឹងទៅអ្នកធ្វើកាហ្វេឆុងកាហ្វេឲ្យហ្នឹងក៏លំមាញឹកដែរពុកម៉ែបងប្អូនហើយក៏ធ្វើអត់តាន់ទេព្រោះភ្ញៀវច្រើនណាស់មិនតែភ្ញៀវខ្មែរណាពុកម៉ែបងប្អូនភ្ញៀវបរទេសផងអីផងអានេះខ្ញុំដាក់មកកែវអញ្ចឹងទៅហើយមកដល់កំពង់ធំហ្នឹងក៏សូមការអនុញ្ញាតពីម្ចាស់ផ្ទះដើម្បីឲ្យភ្ញៀវគាត់បានឡើងទៅមើលទស្សនវិជ្ជាខាងលើថាតើការរស់នៅរបស់ប្រជាពលរដ្ឋហ្នឹងមិនដែរផ្ទះខាងក្នុងហ្នឹងមិនដែរមិនយើងចេះតែឡើងណាពុកម៉ែបងប្អូននៅគ្នាយើងត្រូវការសុំច្បាប់ការអនុញ្ញាតពីម្ចាស់ផ្ទះសិនហើយយើងក៏ជូនជាសគុណគាត់ចំនួន$5ហើយនឹងមានសម្លៀកបំពាក់ថ្មីមួយស្បោងជូនដល់ម្ចាស់ផ្ទះ
ហើយសម្លៀកបំពាក់ដែលភ្ញៀវដែលជូនដល់ចាប់ផ្ទះហ្នឹងគឺភ្ញៀវបរទេសគាត់ជូនណាហើយខ្ញុំជូនជាថវិកាទេជូនគាត់$5ឥឡូវនេះពួកយើងក៏ធ្វើដំណើរបន្តទៅទៀតទៅរហូតនិយាយពីទេសភាពតាមផ្លូវនិយាយពីស្រស់ស្អាតមែនទេពុកម៉ែបងប្អូននៅគ្នាជាពិសេសនេះកន្លែងនេះពុកម៉ែបងប្អូនគឺតាក់ទាញខ្លាំងដោយសារតែស្រូវណាពុកម៉ែបងប្អូននៅគ្នាមើលទៅគឺស្រស់ស្អាតមែនទែនមើលទៅគឺមានអារម្មណ៍ថា fresh ណាហើយនេះគឺយើងកំពុងតែធ្វើដំណើរបន្តទៅទៀតហើយយើងទៅដល់ភ្នំពេញដូចជាម៉ោង6:07ពុកម៉ែបងប្អូននៅគ្នានេះគឺយើងធ្វើដំណើរទៅកាន់ភោជនីយដ្ឋានជាក់ស្ដែងអីគឺស្ទះតែម្ដងពុកម៉ែអើយពុកម៉ែបងប្អូនអើយយើងស្ទះខ្លាំងណាស់ស្ទះមែនតើនេះសិតតែឡានឥឡូវនេះមកដល់ភោជនីយដ្ឋានពុកម៉ែបងប្អូននៅគ្នាកំពុងតែជូនភ្ញៀវចូលហាងដើម្បីញ៉ាំ buffet ហាងនេះគឺឈ្មោះថាទន្លេបាសាក់ហាងនេះគឺជាហាង buffet ពុកម៉ែបងប្អូននៅគ្នាហើយម្ហូបអីក៏មានដែរពុកម៉ែបងប្អូនគឺម្ហូបអីក៏មានដែរគ្រាន់តែមកដល់ហាងភ្លាមគឺខ្ញុំបាននាំភ្ញៀវមកកន្លែងអង្គុយគាត់ដឹងថាកន្លែងណាដែលជាតុរបស់គាត់អញ្ចឹងណាដោយសារតែយើងកក់ហាងសម្រាប់ភ្ញៀវរួចហើយតបមកយើងក៏ឲ្យភ្ញៀវទៅរកម្ហូបញ៉ាំដោយខ្លួនឯងប៉ុន្តែយើងមិនយល់ថានៅកន្លែងនេះមានអីនៅកន្លែងនេះមានអីយើងប្រាប់គាត់ឲ្យដឹងសិនអញ្ចឹងទៅបានជាគាត់ទៅរកដោយខ្លួនឯងខ្ញុំណែមានណាជូនភ្ញៀវហើយដាក់ខ្លួនឯងម្ដងនេះក៏បិទហូបអស់មួយចានហើយអញ្ចឹងមកសាក់ម្ហូបនេះម្ដងហើយនេះគឺស្រីសាម៉ុនណាពុកម៉ែបងប្អូននេះឆ្ងាញ់មែនតើពុកម៉ែបងប្អូនអើយដាក់ទៅគឺជាតិមែនតើនេះចាប់អត់ចាប់ចង្កេះវានឹងអិលឥឡូវនឹងដោតបដ ாய் ហើយចុចមកដាក់ក្នុងមាត់ភ្លឹបនេះពុកម៉ែបងប្អូនអរគ្នាគឺអូឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអើយគឺឆ្ងាញ់មែនតើអ្នកដែលនៅភ្នំពេញប្រហែលជាស្គាល់ពីហាងនេះហើយទន្លេបាសាក់នេះនៅហាងនេះភ្ញៀវច្រើនមែនតើពុកម៉ែបងប្អូនអរគ្នាខ្ញុំមកលើកណាក៏ឃើញភ្ញៀវពេញដែរគឺឡាននៅមុខខាងហ្នឹងគឺស្ទះហ្មងហើយឡានដែលខ្ញុំជូនភ្ញៀវមកហ្នឹងគឺចតនៅក្នុងហ្នឹងអត់បានទេវាអត់មានកន្លែងចតស្ទះណាអញ្ចឹងបានមកចតនៅខាងក្រៅអរគុណច្រើន